ប្លង់តង់បងប្អូនហ្នឹងហើយផ្លែហ្នឹងយើងធ្លាប់តែទិញគេហូបបងប្អូនធ្លាប់តែទិញគេហូបទៅពេលឥឡូវហ្នឹងមានដើមខ្លួនឯងហើយម៉ាក់គាត់ដាំបានមកដើមដែរអញ្ចឹងណាហ្នឹងហើយថ្ងៃចូលឆ្នាំថ្ងៃទី1ខ្ញុំបានមកដល់ស្រុកទៀតមកក្រោយក្មួយចាដោយសារក្មួយគាត់មកមុនអញ្ចឹងណាបងប្អូនហ្នឹងហើយក្រោយពីបញ្ញាបញ្ញាប់មមាញឹកគេធ្វើខ្លួនកន្លែងអ៊ុតសក់មុនចូលឆ្នាំមកបងប្អូនហ្នឹងហើយខ្ញុំក៏សូត្ររូបទទួលទេវតាថ្ងៃទី1ក៏ងើបទទួលទេវតាហើយក៏បានចេញមកស្រុកមកដល់ស្រុកម្ដងទៀតបងប្អូនហ្នឹងហើយដោយសារតែរដូវចូលឆ្នាំចារដូវឆេងមេងអញ្ចឹងចាស់គាត់នៅស្រុកអញ្ចឹងប្រទេសមានតែមុខម្នាក់ពីរនាក់អីហ្នឹងបងប្អូនកូនទៅនៅពេញកូនចេញទៅរកស៊ីនៅផ្សារដល់ពេលអញ្ចឹងទៅអត់បាននៅភូមិរៀងស្ងាត់ហ្នឹងហើយអញ្ចឹងអ្នកម្ដាយគាត់តែងតែទន្ទឹងចាំមើលផ្លូវកូនចាដែលកូនទៅឆ្ងាយចៅទៅធ្វើការទៅរៀនអញ្ចឹងណាបងប្អូនហ្នឹងហើយក្មួយខ្ញុំហ្នឹងក៏សូត្របានមកមុនខ្ញុំដែរបងប្អូនហើយខ្ញុំមកក្រោយថ្ងៃទី1ទទួលទេវតាហើយក៏បានមកដល់ស្រុកទៀតនៅក្នុងចំការសាម៉ាយចាក៏បានមកជួបគាត់ទៀតដោយសារតែគាត់វ័យរៀងចាស់ដែរហើយអញ្ចឹងណាហ្នឹងហើយបងប្អូនហើយមកទៅមិត្តភក្តិក្មួយហ្នឹងគេមកលេងគេមានកូនគេមកពាត់ឲ្យគេហួសមកលេងនឹងហ្មងអញ្ចឹងណាក៏ញ៉ាំអីនៅនឹងអញ្ចឹងទៅចាហើយឃើញកូនក្មេងជួយនឹងស្រឡាញ់កូនក្មេងគាត់ហើយម៉ាក់ខ្ញុំនឹងមានទឹកមុខញញឹមចាពីអ្នកបងស្រីហើយក៏នាំគ្នាជួយធ្វើកិច្ចការគាត់ខ្លះហ្នឹងហើយដូចជារើសចន្ទីបង្ហើយនឹងធ្វើអីផ្សេងចាបងប្អូនហ្នឹងហើយចេះឆ្លៀតទៅព្រោះគាត់រៀងចាស់ហើយចារដូវបុណ្យទានគ្មានអីជាងការជួបជុំចាស់ដែលគាត់នៅស្រុកចាយើងអាសាមកជួបគាត់ទៅដោយសារតែពេលវេលាវាមិនថិតថេរអ្វីវាមិនទៀងទាត់ចាអូខេអរគុណច្រើន